មួយទៀតគឺការប្រើប្រាស់ color rule អញ្ចឹង user color rule គេមាន 60% 30% 10% អញ្ចឹងproportion you can never go wrong ជាមួយនឹងការប្រើប្រាស់ color ហ្នឹងដែល 60% belong to the dominant hue 30% for your secondary hue and the third is for the accent like it always better to use this rule to keep things visually compelling and in the balance អញ្ចឹងជាឧទាហរណ៍អ្នកគ្នាឃើញគេថាប្រើប្រាស់ 60% ដែលវាជា primary color អញ្ចឹងនៅក្នុង skin មួយនេះយើងឃើញភាគច្រើន primary color វាគឺជាពណ៌ green ញ៉ាំហ្នឹង 60% ណាដោយសារវាជាពណ៌ primary វាច្រើនបន្ទាប់មក secondary នេះពណ៌នេះពណ៌ដូចជាទឹកក្រូចខ្ចីយ៉ាប់អញ្ចឹងយើងឃើញហើយទឹកខ្ចីហ្នឹង 30% ហើយ 10% លើ action មានថា action តិចតួចចឹងទៅនេះយើងប្រើ 10% ហ្នឹងគឺជា rule នៅក្នុងការប្រើប្រាស់ color អញ្ចឹងដឹង rule ហ្នឹងក៏អាចធ្វើឲ្យយើង design បានស្អាតដែរវាគប់ផ្សំគ្នារហូតមួយទៀតការនេះឧទាហរណ៍ការប្រើប្រាស់ website ការ design website មួយគេបែងចែកដូចចឹង60 30 10% អញ្ចឹង website យើង main color យើងprimary color គឺជាពណ៌ឈាមជ្រូកហ្នឹងបន្ទាប់មក secondary យើងគឺពណ៌នេះហើយពណ៌ tertiary យើងពណ៌លឿងថាពណ៌លឿងហ្នឹងគឺយើងប្រើជាងគេនេះ how it looks នៅពេលដែលយើងដឹងអំពី concept នៅក្នុងការប្រើប្រាស់ color ដូចជា wireframe យើងដែរso ឥឡូវយើងមកដល់ការប្រើប្រាស់ color វិញអញ្ចឹងការប្រើប្រាស់ color គឺវាមានយមន័យខុសៗគ្នាឧទាហរណ៍ថាទី1 something is wrong អញ្ចឹងបើសិនយើងប្រើពណ៌បៃតងយើងដឹងថាហ្នឹងវា wrong អញ្ចឹងជាទូទៅអារម្មណ៍ផងអ្នកប្រើប្រាស់គឺពណ៌ក្រហមគឺដឹងថាអាហ្នឹងគឺមាន error អីមួយអីដល់ពេលពណ៌បៃតងខ្ចីមានថាវា success ឬក៏វាជោគជ័យឬក៏យើងវាដានទៅលើអីមួយដល់ពេលពណ៌ color ពណ៌រៀងលឿងនេះគឺ warning ហើយដល់ពេលពណ៌នេះគេថាសម្រាប់ action ចិត្តចឹងទៅអញ្ចឹងមានថា color គឺវាអាចសំខាន់មែនតើសម្រាប់ការ design website ព្រោះអីវាអាច define អំពីនិយមន័យមួយអានេះតកតងជាមួយនឹង color psychology តកតងជាមួយនឹងយើងនិយាយស្រួលទៅថាចិត្តសាស្ត្រនៅក្នុងការប្រើប្រាស់ color អញ្ចឹង color are known to possess psychology and physiology properties due to which different color hold different meaning that vary across different culture អញ្ចឹងcolor គឺមិនយើងប្រើប្រាស់យើងចិត្តតែប្រើទេគឺវាតកតងជាមួយនឹងចិត្តសាស្ត្ររបស់យើងនៅក្នុងការប្រើប្រាស់ដែរអញ្ចឹងពេលខ្លះប្រទេសខ្លះគឺគេនិយមប្រើពណ៌នេះទៅប្រទេសខ្លះទៀតគឺគេប្រើនិយមប្រើពណ៌នេះទៅតំបន់ខ្លះគេចិត្តអញ្ចឹងទៅមនុស្សផ្សេងគ្នាចិត្ត color ផ្សេងគ្នាអញ្ចឹងទៅឧទាហរណ៍ថានេះ meaning វាតកតងជាមួយ logo age gender emotion culture អញ្ចឹងគឺវា base ទៅលើរឿងទាំងអស់ហ្នឹងដែរយើងមិនចេះតែប្រើទេយើងត្រូវយល់ដឹងអំពី color psychology ឧទាហរណ៍នេះជាឧទាហរណ៍ the meaning of color red power excitement strength power present energy ដល់ពេល orange confident warm innovation friendliness energy bravely ហើយនេះទាំងអស់នេះគឺសុទ្ធតែនិយមន័យផង color ខុសៗគ្នាអញ្ចឹងដើម្បី design website គឺយើងមិនត្រូវចាំទាំងអស់ហើយយើងអាចទៅ research ទៅលើ website ដែរដូចដែលបានប្រាប់អញ្ចឹងថាដើម្បី website យើងមានមើលទៅ interaction គឺយើងត្រូវចេះ research តកតងជាមួយនឹង UX អញ្ចឹងយើងអាចទៅ research ទៅថាwebsite យើងប្រើ design សម្រាប់culture គេសម្រាប់មនុស្សវ័យណាសម្រាប់បរិបទមួយណាគឺយើងត្រូវតែចេះ color ហ្នឹងអញ្ចឹងអ្នកនរគ្នាពេញចិត្ត color មួយណាចង់ design website ខ្លួនឯងយើងយក color ហ្នឹងមកដើម្បីអី user friendly ធ្វើឲ្យយើងហ្នឹងចូលចិត្តនៅក្នុងការប្រើប្រាស់ website ហ្នឹងមានអារម្មណ៍ល្អអញ្ចឹងទៅនេះ as a cultural differences in color like western ពណ៌ក្រហមគឺគេ define ថាជា love danger accent ចឹងទៅដល់ពេល black intimidation death mood knowing blue depression trust calm green luck
jealously grief yellow happiness joy caution vàផ្សេងទៀតនៅតំបន់ផ្សេងៗគ្នាគឺមានយមន័យខុសៗគ្នាអញ្ចឹង color គឺវាសំខាន់ត្រង់ហ្នឹង